ជាដំបូងខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលត្រូវការតម្រូវការជួលរថយន្តដែលលេងកំសាន្តខ្ញុំបាទសូមណែនាំនៅរថយន្តប្រភេទ VVIP សម្រាប់ប្រភេទ VVIP នេះដែរបងប្អូនបានឃើញស្រាប់ហើយគឺរថយន្តថ្មីស្រឡាងតែម្ដងដូច្នេះបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានដំណើរកំសាន្តអាចក្រឡេកមើលរថយន្តទាំងពីរនេះបានថាដំណើរកំសាន្តទីចិត្តទីឆ្ងាយរថយន្តទាំងពីរនេះអាចជួលលោកអ្នកទៅដល់គ្រប់ទីកន្លែងបន្តិចទៀតខ្ញុំនឹងធ្វើការណែនាំនៅចំណុចពិសេសរបស់ land ទាំងពីរនេះសម្រាប់បង្ហាញដល់បងប្អូនទាំងអស់គ្នាបើសិនជាយើងកលេចមកមើលការដេករបស់យើងវិញបានគឺការដេកខាងក្នុងគឺលុយស្រីមែនតើបងប្អូនទាំងអស់គ្នាមិនថាភ្លើងពណ៌មិនថា sound បាសតន្ត្រីគឺលឺពីរោះមែនតើបងប្អូនទាំងអស់គ្នាហើយមានទាំងពីរ land នឹងដូចគ្នាងាយស្រួលបងប្អូនទាំងអស់គ្នាធ្វើដំណើរទីចិត្តទីឆ្ងាយយើងមិនមានការធុញថប់យើងមានតន្ត្រីពីរោះរំដំសម្រាប់ស្ដាប់ភ្លេងកម្សាន្តនៅក្នុងរថយន្តអញ្ចឹងហើយបើកលេចមើលពីខាងក្រៅវិញអូគឺកប់សេរីគឺស្អាត relax បែបមិនក៏បានដូចបងប្អូនឃើញខាងទឹកប្រាក់ទៅយ៉ាងសុភាពអញ្ចឹងណាខាងពណ៌សយ៉ាង steel យ៉ាងឆាតឆាយអញ្ចឹងទៅអញ្ចឹងពេញនិយមសម្រាប់បងប្អូនយុវវ័យមែនតើសម្រាប់ land model ពណ៌សនេះបាទហើយមិនថាយុវវ័យសម្រាប់អ៊ំលោកពូលោកមីងអីក៏គាត់អាចជ្រើសរើសយក land ពណ៌សនិងពណ៌ទឹកប្រាក់បានដែរដោយសារ land ទាំងពីរហ្នឹងមានប្រភេទខុសគ្នាដោយសារកៅអីទឹកប្រាក់របស់យើងមាន9កៅអីជាប្រភេទកៅអី VIP សម្រាប់កៅអីធំមែនតើបងប្អូនទាំងអស់គ្នាអញ្ចឹងងាយស្រួលសម្រាប់ចាស់ដែលគាត់មានធ្វើដំណើរទីឆ្ងាយអីគាត់ពិបាកក្នុងការអង្គុយអីគាត់អាចជ្រើសរើសយកអាកៅអីធំនេះបានស្រួលកាច់គេងស្កាច់អីផ្ដេកផ្ដែកអីស្រួលបានទាំងអស់បងប្អូនទាំងអស់គ្នាហើយអ្វីដែលចំណុចពិសេសមួយទៀតគ្រប់កៅអីទាំងអស់គឺយើងមាន USB ក៏ដូចជា Type C សម្រាប់បងប្អូនទាំងអស់គ្នាបញ្ចូលភ្លើងទូរស័ព្ទងាយស្រួលមែនតើហើយបើពីការដេកភ្លើងវិញគឺកប់សេរីជាមួយនឹងបាសយើងលឺខ្លាំងហើយឡាន model ពណ៌សនេះគឺខ្ញុំដេកបែបខ្មែរបងប្អូនទាំងអស់គ្នាឃើញហើយតម្រង់គឺខ្មែរសុទ្ធតែម្ដងគេរុំរថយន្តទាំងពីរនេះគឺវាមួយយ៉ាងម្នាក់សម្រាប់ពុកម៉ែបងប្អូនអាចជ្រើសរើសបានហើយពីកន្លែងដាក់អីវ៉ាន់យើងគឺអាចដាក់អីវ៉ាន់បានច្រើនគឺយើងសល់ space ច្រើនមែនតើដោយសារយើងរៀបអីធំយើងរំកើទៅមុខបងប្អូនអរគ្នាជាចុងក្រោយសម្រាប់ពុកម៉ែបងប្អូនត្រូវការតំណសាកសួរព័ត៌មានបន្ថែមអាចតំណតាម Telegram ខាងលើបានសូមអរគុណ